នៅក្នុងភូមិព្រៃចានទីដែលជាភូមិដាច់ស្រយាលមួយនៅជាយព្រៃធំកាលនោះផ្លូវថ្នល់នៅមិនទាន់ស្រួលបួលដូចសព្វថ្ងៃនេះទេពេលយប់មានតែសំឡេងចង្រិតសំឡេងខ្យល់បក់កាត់ដើមឈើនិងសំឡេងឆ្កែព្រុសឆ្លើយគ្នាពីផ្ទះមួយទៅផ្ទះមួយប៉ុណ្ណោះមនុស្សក្នុងភូមិរស់នៅដោយការធ្វើស្រែចម្ការហើយស្គាល់គ្នាស្ទើរតែទាំងអស់នៅក្នុងភូមិនោះមានបុរសចំណាស់ម្នាក់ឈ្មោះថាតាឡុងគាត់មិនមែនជាអ្នកមានទេប៉ុន្តែដោយសារគាត់ខំប្រឹងធ្វើការតាំងពីក្មេងទើបមានដីស្រែបន្តិចបន្តួចមានគោពីរបីក្បាលនិងមានប្រាក់សន្សំខ្លះតាឡុងជាមនុស្សចិត្តល្អខ្លាំងណាស់នៅពេលអ្នកណាខ្វះលុយទិញថ្នាំឲ្យកូនគេមកខ្ចីតាឡុងនៅពេលអ្នកណាខ្វះគោភ្ជូរស្រែគេក៏មកខ្ចីតាឡុងដែរសូម្បីតែពេលមានបុណ្យទានឬមានកម្មវិធីនៅក្នុងភូមិអ្នកស្រុកក៏តែងតែមកសុំខ្ចីតុខ្ចីកៅអីឆ្នាំងនិងសម្ភារៈផ្សេងៗពីគាត់ផងដែរដំបូងអ្នកដែលខ្ចីភាគច្រើននៅសល់វិញប៉ុន្តែបន្តិចម្ដងមនុស្សមួយចំនួនចាប់ផ្ដើមឃើញថាតាឡុងជាមនុស្សទន់ភ្លន់មិនចូលចិត្តឆ្លោះប្រកែកជាមួយអ្នកណាទើបពួកគេចាប់ផ្ដើមឆ្លៀតឱកាសអ្នកខ្លះខ្ចីលុយហើយបាត់មុខជាច្រើនឆ្នាំអ្នកខ្លះខ្ចីគោហើយអះអាងថាគោងាប់បាត់អ្នកខ្លះយកឧបករណ៍កសិកម្មទៅហើយមិនដែលយកមកសងវិញឡើយរាល់ពេលតាឡុងទៅសួរពួកគេតែងតែឆ្លើយថាចាំបន្តិចសិនឬចាំឆ្នាំក្រោយចាំសងរហូតពេលខ្លះថែមទាំងខឹងនឹងជេរគាត់ទៀតផងប៉ុន្មានឆ្នាំកន្លងផុតទៅតាឡុងកាន់តែចាស់ទៅប្រពន្ធរបស់គាត់បានស្លាប់ចោលតាំងពីយូរមកហើយគាត់ក៏គ្មានកូនចៅនៅជិតខ្លួនដែរពេលខ្លះគាត់អង្គុយម្នាក់ឯងនៅក្រោមផ្ទះសម្លឹងមើលផ្លូវដីក្រហមដែលអ្នកភូមិធ្លាប់ដើរមកខ្ចីរបស់គាត់ហើយនិយាយរអ៊ូតែម្នាក់ឯងថាមនុស្សស្គាល់គ្នារាប់សិបឆ្នាំបែរជាមិនគោរពពាក្យសន្យាប៉ុន្តែទោះជាយ៉ាងណាគាត់នៅតែមិនចង់មានរឿងជាមួយអ្នកណាឡើយលុះដល់ឆ្នាំមួយតាឡុងធ្លាក់ខ្លួនឈឺធ្ងន់ដំបូងគាត់គ្រាន់តែគ្រុនក្តៅនិងឈឺសន្លាក់ប៉ុន្តែក្រោយមកជំងឺកាន់តែធ្ងន់រហូតដើរមិនរួចមានអ្នកខ្លះដឹងថាគាត់ឈឺប៉ុន្តែមិនសូវមានអ្នកណាទៅសួរសុខទុក្ខគាត់នោះទេមនុស្សមួយចំនួនខ្លាចគាត់មកទារបំណុលវិញអ្នកខ្លះទៀតគិតថាគាត់ជិតស្លាប់ហើយមិនបាច់ខ្វល់នឹងគាត់នោះទេតាឡុងដេកឈឺតែម្នាក់ឯងអស់រយៈពេលជាច្រើនថ្ងៃហើយនៅយប់មួយដែលភ្លៀងធ្លាក់ខ្លាំងមានផ្គរលាន់បន្លឺពេញមេឃគាត់ក៏បានដាច់ខ្យល់ស្លាប់នៅក្នុងផ្ទះចាស់របស់ខ្លួនដោយគ្មានអ្នកណានៅក្បែរសោះអ្វីដែលគួរឲ្យសង្វេគជាងនេះទៅទៀតគឺគ្មានអ្នកណាដឹងថាគាត់ស្លាប់នោះទេរហូតដល់3ថ្ងៃក្រោយមកទើបមានអ្នកដើរកាត់ផ្ទះហើយបានឃុំក្លិនមិនល្អចេញពីក្នុងផ្ទះគាត់ពេលអ្នកភូមិមកមើលពួកគេក៏ប្រទះឃើញសាកសពរបស់តាឡុងដែលដេកស្លាប់តែម្នាក់ឯងនៅលើគ្រែអ្នកខ្លះក៏អាណិតអ្នកខ្លះសោកស្ដាយប៉ុន្តែអ្នកខ្លះទៀតហាក់ដូចជាធូរចិត្តព្រោះគិតថាបំណុលដែលខ្លួនជំពាក់នឹងមិនមានអ្នកណាមកទារទៀតឡើយក្រោយពេលបុណ្យសពបានបញ្ចប់អ្វីហាក់ដូចជាត្រឡប់ទៅរកសភាពដើមវិញអ្នកស្រុកបន្តរស់នៅរាល់ថ្ងៃហើយភ្លេចឈ្មោះតាឡុងបន្តិចម្ដងប៉ុន្តែមានរឿងមួយដែលគ្មានអ្នកណាអាចនឹកស្មានដល់នៅយប់ទី7បន្ទាប់ពីការបញ្ចុះសពស្រាប់តែមានសំឡេងគោះទ្វារបានកាត់ឡើងនៅផ្ទះរបស់លោកមេឃុំឈ្មោះថាតាវឿនដែលជាមនុស្សម្នាក់ជំពាក់លុយតាឡុងច្រើនជាងគេសំឡេងគោះទ្វារបានលាន់ឮនៅម៉ោង 7:01 យប់តាវឿនជាក់ពីដំណេកហើយគិតថាប្រហែលជាមានអ្នកភូមិមករកការអ្វីមួយជាបន្ទាន់ហើយមើលទៅគាត់កាន់ចង្កៀងប្រេងដើរទៅបើកទ្វារប៉ុន្តែពេលបើកទៅបែរជាមិនឃើញអ្នកណាសោះនៅមុខផ្ទះមានតែខ្យល់
មួយបកកាត់នឹងភាពងងឹតសូន្យគាត់បិទទ្វារវិញហើយក៏បានត្រឡប់ទៅដេកវិញប៉ុន្តែមិនទាន់បាន10នាទីផងសំឡេងខុសទ្វារនោះក៏លាន់ឡើងម្ដងទៀតខ្លាំងជាងមុនលើកនេះវាមិនមែនដូចជាការគោះរបស់មនុស្សធម្មតានោះទេវាស្ដាប់ទៅដូចជាអ្នកគោះដោយកំហឹងនឹងការទាមទារអ្វីមួយដូច្នោះតាវឿនខឹងយ៉ាងខ្លាំងក៏រត់ទៅបើកទ្វារភ្លាមប៉ុន្តែអ្វីដែលគាត់បានឃើញនៅមុខផ្ទះបានធ្វើឲ្យឈាមក្នុងខ្លួនរបស់គាត់ស្ទើរតែឈប់រត់ទៅលើដីក្បាលចន្តាលមានក្រដាសចាស់មួយសន្លឹកនៅទីនោះពេលដែលគាត់រើសយកមកធ្វើគាត់ស្គាល់ភ្លាមថាវាជាក្រដាសកិច្ចសន្យាខ្ចីលុយដែលគាត់ធ្លាប់បានផ្តិតមេដៃជាមួយនឹងតាឡុងកាលពីប៉ុន្មានឆ្នាំមុនប៉ុន្តែអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺនៅខាងក្រោមក្រដាសមានអក្សរពណ៌ក្រហមដូចជាឈាមដែលបានសរសេរថាអញនៅរងចាំបងរបស់អញមកបន្ទាប់ពីយប់ដែលតាវឿនបានឃើញក្រដាសបំណុលនៅមុខផ្ទះពាក្យចចាមអារាមអំពីរឿងចម្លែកក៏បានចាប់ផ្ដើមរីកសាយពេញភូមិព្រៃចន្ទទីដំបូងឡើយមនុស្សភាគច្រើនមិនទៅជឿប៉ុន្មានទេព្រោះពួកគេបានគិតថាតាវឿនប្រហែលជាសុបិនឬក៏ភ័យដោយសារគិតដល់តាឡុងដែលទើបនឹងស្លាប់ថ្មីប៉ុន្តែអ្វីដែលកើតឡើងនៅពេលយប់បន្ទាប់អ្នកធ្វើឲ្យអ្នកភូមិជាច្រើនចាប់ផ្ដើមអង្គុយមិនសុខដេកមិនលក់គឺតាឡុងនៅចុងភូមិមានបុរសម្នាក់ឈ្មោះសែមកាលពីតាឡុងនៅរស់សែមធ្លាប់ខ្ចីគោរបស់គាត់មួយក្បាលយកទៅជួយស្រែក្រោយមកទៀតគោនោះបានបាត់ខ្លួនប៉ុន្តែអ្នកភូមិជាច្រើនបានឃើញសែមយកគោនោះទៅលក់នៅអ្នកស្រុកផ្សេងពេលតាឡុងទៅសួរសែមបែរជានិយាយថាគោរត់ចូលព្រៃទៅបាត់ហើយថែមទាំងខឹងតាឡុងទៀតថាមិនទុកចិត្តគ្នាយប់នោះសែមកំពុងតែដេកលក់ជាមួយនឹងប្រពន្ធនិងកូនតូច2នាក់របស់គាត់ខ្យល់បានបក់កាត់ស្លឹកឈើនៅខាងក្រៅផ្ទះរបស់សែមហើយសត្វឆ្កែជាច្រើននៅក្នុងភូមិចាប់ផ្ដើមព្រុសយ៉ាងខ្លាំងខុសពីធម្មតាដំបូងសែមមិនសូវចាប់អារម្មណ៍ប៉ុន្មានទេប៉ុន្តែបន្តិចក្រោយមកសំឡេងឆ្កែទាំងនោះកាន់តែខ្លាំងឡើងដូចជាពួកវាកំពុងតែឃើញអ្វីមួយដែលយើងមិនអាចនឹងឃើញភ្លាមនោះមានសំឡេងមួយបានលាន់ឮចេញពីក្រៅផ្ទះរបស់សែមវាមិនមែនជាសំឡេងគោះទ្វារនោះទេវាដូចជាមានអ្នកណាម្នាក់កំពុងដើរជុំវិញបង្គោលផ្ទះពេលនោះសែមភ្ញាក់ឡើងហើយស្ដាប់យ៉ាងប្រុងប្រយ័ត្នសំឡេងនោះនៅតែបន្តប្រពន្ធរបស់គាត់ចាប់ផ្ដើមភ័យហើយបានខ្សឹបគូថាមានអ្នកណានៅក្រោមផ្ទះមែនទេសែមប្រឹងធ្វើចិត្តក្លាហានរួចយកទៅចុះទៅមើលប៉ុន្តែពេលបាញ់ពន្លឺទៅចូលក្រោមផ្ទះគ្មានអ្វីសោះឡើយមានតែដេញសើមនិងស្រមោលបង្គោលឈើតែប៉ុណ្ណោះគាត់ដកដង្ហើមធំមួយហើយគិតខ្លួនឯងថាប្រហែលជាគាត់គិតច្រើនពេកទេដឹងប៉ុន្តែពេលគាត់បែរខ្នងដើរឡើងទៅជណ្ដើរវិញស្រាប់តែមានសំឡេងបុរសចំណាស់ម្នាក់បានស្ថិតនៅពីក្រោយត្រចៀករបស់គាត់គោអញនៅឯណាសែមរឹងខ្លួនមួយរំពេចសាច់ជង្គង់របស់គាត់ញ័រទៅត្រឹករហូតស្ទើរឈរមិនជាប់គាត់បានបែរខ្នងមកវិញយ៉ាងលឿនប៉ុន្តែគ្មានអ្វីសោះមានតែខ្យល់បក់មកកាត់មុខរបស់គាត់នៅព្រឹកថ្ងៃបន្ទាប់សែមបានប្រាប់អ្នកភូមិពីរឿងដែលខ្លួនជួបប្រទះអ្នកភូមិសើចចំអកអ្នកខ្លះឆ្ងល់ហើយក៏ស្ងាត់ទៅមិននិយាយអ្វីនោះទេព្រោះពួកគេក៏ធ្លាប់ជំពាក់នឹងតាឡុងដែរប៉ុន្តែសែមនៅតែអះអាងថាខ្លួនពិតជាបានឮសំឡេងនោះមែនយប់ទី2ក៏បានមកដល់ពេលនោះប្រហែលម៉ោង2រំលងអាធ្រាត្រមានភ្លៀងរលឹមធ្លាក់មកតិចអ្នកភូមិភាគច្រើនកំពុងដេកលក់យ៉ាងស្ងាត់រំពេចនោះមានសំឡេងស្រែកយ៉ាងខ្លាំងមួយបានចេញពីផ្ទះសែមជួយផង
អ្នកចិត្តខាងក៏នាំគ្នាភ្ញាក់និងរត់ចេញពីផ្ទះទាំងកណ្ដាលយប់ពេលទៅដល់ផ្ទះសែនពួកគេបានឃើញប្រពន្ធរបស់គាត់កំពុងយំស្រែកនិងកូនតូចៗកំពុងភ័យញ័រខ្លួនដោយភាពភ័យខ្លាចអ្នកភូមិប្រញាប់សួរថាមានរឿងអ្វីកើតឡើងស្ត្រីនោះនិយាយទាំងទឹកភ្នែកថាប្តីរបស់នាងបានរត់ចេញពីផ្ទះទាំងកណ្ដាលយប់ដូចជាមនុស្សឈួតគាត់ស្រែកថាមានអ្នកចំណាស់ម្នាក់ឈរនៅមុខផ្ទះហើយកំពុងតែហៅឈ្មោះគាត់ម្ដងហើយម្ដងទៀតអ្នកភូមិនាំគ្នាកាន់ចង្កៀងនិងពិលដើររកសែនជុំវិញភូមិពួកគេក៏ដើររហូតដល់ជិតភ្លឺទីបំផុតនៅក្បែរដើមជ្រៃធំមួយដែលនៅជិតភ្នូររបស់តាឡុងពួកគេក៏ប្រទះឃើញសែនប៉ុន្តែសែនគាត់បានស្លាប់បាត់ទៅហើយរាងកាយរបស់សែនបានដេកកាប់មុខទៅលើដីភ្នែកទាំងពីរបានបើកធំដូចជាបានឃើញអ្វីមួយដែលគួរឲ្យខ្លាចបំផុតមុនពេលដែលគាត់ស្លាប់នៅលើដីក្បែរសាកសពមានស្នាមជើងដែលមានភក់មួយជួរស្នាមជើងទាំងនោះមិនមែនជារបស់សែននោះឡើយវាជាស្នាមជើងមនុស្សចាស់ដែលដើរចេញពីភ្នូរតាឡុងមកហើយបាត់ទៅវិញនៅឯកណ្ដាលវាលស្រែក្រោយថ្ងៃនោះមកភូមិព្រែកចន្ទីទាំងមូលបានចាប់ផ្ដើមធ្លាក់ក្នុងភាពភ័យខ្លាចមនុស្សដែលធ្លាប់ជំពាក់លើតាឡុងមិនហ៊ាននៅផ្ទះម្នាក់ឯងទៀតនោះទេអ្នកខ្លះទៅដេកជុំគ្នាអ្នកខ្លះនិមន្តព្រះសង្ឃមកសូត្រមន្តនៅផ្ទះអ្នកខ្លះទៀតបានចាប់ផ្ដើមយកលុយនិងរបស់របរដែលពួកគេបានធ្លាប់ខ្ចីទៅដាក់នៅមុខភ្នូររបស់តាឡុងវិញដោយសង្ឃឹមថាវិញ្ញាណរបស់គាត់នឹងឈប់ខឹងប៉ុន្តែពួកគេមិនទាន់ដឹងទេថាសែនគ្រាន់តែជាមនុស្សដំបូងប៉ុណ្ណោះហើយនៅក្នុងបញ្ជីរបស់ខ្មោចតៃហោងនោះនៅមានឈ្មោះអ្នកភូមិជាច្រើនអ្នកទៀតដែលមិនទាន់បានទៅទាក្រោយការស្លាប់របស់សែនក្នុងភូមិព្រៃចន្ទីទាំងមូលបានធ្លាក់ចូលទៅក្នុងភាពស្ងប់ស្ងាត់ដ៏ចម្លែកមួយពេលថ្ងៃមនុស្សនៅតែចេញទៅធ្វើស្រែធ្វើចម្ការដូចធម្មតាប៉ុន្តែពេលល្ងាចជិតងងឹតគ្រប់គ្នាប្រញាប់ប្រញាល់ត្រឡប់ចូលទៅក្នុងផ្ទះរៀងៗខ្លួនក្មេងៗដែលធ្លាប់រត់លេងតាមភូមិមិនហ៊ានចេញក្រៅទៀតនោះទេសូម្បីតែឆ្កែក៏ហាក់ដូចជាដឹងថាមានអ្វីមួយដែលមិនប្រក្រតីផងដែរព្រោះរៀងរាល់យប់វាតែងតែព្រុសសម្លឹងទៅកាន់ផ្លូវដែលដើរទៅកាន់ភ្នូររបស់តាឡុងមនុស្សជាច្រើនបានចាប់ផ្ដើមនិយាយគ្នាថាប្រហែលជាវិញ្ញាណតាឡុងពិតជាមិនទាន់ទៅណាមែនអ្នកខ្លះបានថាពួកគេបានឃើញស្រមោលបុរសចំណាស់ដើរកាត់វាលស្រែនៅពេលកណ្ដាលអាធ្រាត្រអ្នកខ្លះទៀតថាបានឮសំឡេងខ្សឹបនៅក្រោយផ្ទះថាសងរបស់អញមកប៉ុន្តែអ្នកដែលភ័យបំផុតមិនមែនជាអ្នកភូមិទូទៅទេគឺជាមនុស្សដែលធ្លាប់ជំពាក់លុយតាឡុងនៅក្នុងចំណោមពួកគេមានបុរសម្នាក់ឈ្មោះថាច័ន្ទគាត់ជាអ្នកមានជាងគេនៅក្នុងភូមិដីស្រែជាច្រើនកន្លែងដែលគាត់កំពុងតែកាន់កាប់នោះមានមួយចំណែកធំគឺបានមកពីការបោកប្រាស់តាឡុងកាលពីអតីតកាលនោះតាឡុងធ្លាប់ឈឺធ្ងន់និងត្រូវការលុយបន្ទាន់ច័ន្ទបានមកសន្យាថានឹងជួយប៉ុន្តែឲ្យតាឡុងផ្តិតមេដៃលើឯកសារមួយសន្លឹកតាឡុងគិតថាជាកិច្ចសន្យាខ្ចីលុយធម្មតាប៉ុន្តែជាការពិតវាជាលិខិតទេដីធ្លីពេលដែលតាឡុងដឹងការពិតអ្វីក៏យឺតពេលទៅហើយដីដែលគាត់ខំរកស៊ីអស់ចិត្តពាក់កណ្ដាលជីវិតរបស់គាត់ក៏បានคล้ายទៅជាកម្មសិទ្ធិរបស់លោកច័ន្ទចាប់តាំងពីសែនបានស្លាប់មកច័ន្ទមិនសូវដេកលក់នោះទេ
រៀងរាល់យប់គាត់តែងតែនឹកឃើញមុខតាឡុងជានិច្ចយប់មួយខណៈដែលគាត់កំពុងតែដេកលក់ស្រាប់តែមានយល់សប្តិឃើញស្រាប់តែគាត់បានយល់សប្តិឃើញខ្លួនឯងកំពុងតែឈរនៅកណ្ដាលវាលស្រែធំដ៏ល្វឹងល្វើយមេឃងងឹតខ្មៅហើយគ្មាននរណាម្នាក់នៅទីនោះឡើយស្រាប់តែពីចម្ងាយមានបុរសចំណាស់ម្នាក់កំពុងដើរមកយឺតទី1ជំហាន3ជំហានកាន់តែជិតគាត់ទៅធ្វើឲ្យគាត់មើលឃើញកាន់តែច្បាស់រហូតដល់គាត់ស្គាល់ថានោះគឺជាតាឡុងប៉ុន្តែវាមិនមែនជាតាឡុងដែលនៅរស់នោះទេមុខរបស់គាត់ស្លេកស្លាំងភ្នែកខ្មៅក្រឹបហើយសម្លៀកបំពាក់ដែលពាក់ថ្ងៃស្លាប់នៅតែជាប់នៅលើខ្លួនរបស់គាត់តាឡុងឈប់នៅចំពោះមុខច័ន្ទរួចនិយាយមួយម៉ាត់យ៉ាងខ្លីថាដីអញនៅឯណាច័ន្ទថាចោតច័ន្ទចង់រត់ប៉ុន្តែជើងទាំងពីរមិនអាចកម្រើកបានទេតាឡុងកាន់តែដើរចូលជិតទៅហើយនិយាយថាអញរងចាំយូរហើយអញឃ្លានយុត្តិធម៌ណាស់ពេលនេះដល់វេនអញម្ដងហើយច័ន្ទស្រែកឡើងធាក់ពីដំណេកទៀងដែលខ្លួនសើមញាស់ជោគពេញខ្លួនប្រពន្ធរបស់គាត់ញាក់ឡើងភ្លាមនិងសួរថាមានរឿងអ្វីប៉ុន្តែគាត់មិនហ៊ានប្រាប់ការពិតនោះទេបន្ទាប់ពីយប់នោះច័ន្ទបានចាប់ផ្ដើមនឹកឃើញរឿងចម្លែកជាបន្តបន្ទាប់ពេលញ៉ាំបាយគាត់ឃើញស្រមោលបុរសចំណាស់អង្គុយនៅជ្រុងផ្ទះរបស់គាត់ពេលដើរទៅស្រែគាត់ឃើញមនុស្សម្នាក់ឈរឆ្ងាយនៅក្នុងវាលស្រូវពេលបាញ់ពន្លឺពិលទៅមើលស្រមោលទាំងនោះក៏បាត់ទៅវិញមិនថានៅទីណាទេគាត់តែងមានអារម្មណ៍ថាមានអ្នកតាមមើលគាត់ជានិច្ចរហូតដល់យប់មួយដែលជាយប់កើតហេតុនៅវេលាម៉ោងប្រហែលជា2រំលងអាធ្រាត្រមានសំឡេងអ្វីមួយបានធ្លាក់ពីលើដំបូលរបស់ផ្ទះគាត់ច័ន្ទភ្ញាក់ឡើងភ្លាមសំឡេងនោះដូចជាមានអ្នកកំពុងដើរលើដំបូលផ្ទះរបស់គាត់ចាប់ផ្ដើមភ័យបន្ទាប់មកសំឡេងនោះក៏បានឈប់ទៅវិញនៅពេលនោះសំឡេងបានបាត់ទៅយ៉ាងស្ងាត់រហូតស្ដាប់ឮសូរចង្រិតយំហើយភ្លាមនោះមានសំឡេងមួយបានលាន់ឮពីក្រោមគ្រែរបស់គាត់និងបាននិយាយមកកាន់គាត់ថាច័ន្ទអញមកហើយសំឡេងនោះរៀងស្អកនិងត្រជាក់ដូចជាមនុស្សស្លាប់ច័ន្ទដកដង្ហើមមិនចេញនោះទេគាត់មិនហ៊ានមើលក្រោមគ្រែសោះប៉ុន្តែសំឡេងនោះនៅតែបន្តអញមកយករបស់អញវិញបើមិនសងអញនឹងយកអ្វីផ្សេងជំនួសពេលនោះប្រពន្ធរបស់គាត់ក៏បានភ្ញាក់ឡើងដែរនាងបានឮសំឡេងដូចគ្នាអ្នកទាំងពីរនាំគ្នាស្រែកហើយរត់ចេញពីផ្ទះជាងកណ្ដាលយប់អ្នកភូមិជាច្រើនបានឮសំឡេងនិងនាំគ្នារត់មកមើលប៉ុន្តែអ្វីដែលពួកគេឃើញនៅក្នុងបន្ទប់គេងរបស់ចន្ទថាបានធ្វើឲ្យគ្រប់គ្នាស្លេកនៅលើជញ្ជាំងផ្ទះនៅខាងក្នុងមានស្នាមដៃពណ៌ក្រហមជាច្រើនហើយនៅកណ្ដាលជញ្ជាំងមានអក្សរធំមួយឃ្លាបន្ទាប់គឺឯងដែលបានសរសេរនៅលើជញ្ជាំងបែបនេះអ្នកភូមិទាំងអស់បានស្ងាត់មកជ្រាបព្រោះគ្មានអ្នកណាដឹងថាអក្សរទាំងនោះជាអ្នកណាជាអ្នកសរសេរនោះទេក្រោយពីស្នាមដៃពណ៌ក្រហមនិងអក្សរចម្លែកបានលេចឡើងនៅលើជញ្ជាំងផ្ទះរបស់ច័ន្ទពាក្យចចាមអារាមអំពីខ្មោចតាឡុងកាន់តែរីកសាយជាងមុនពេលនេះលែងមានអ្នកណាហ៊ាននិយាយថាវាជារឿងដែលគេប្រឌិតទៀតហើយព្រោះមនុស្សជាច្រើនបានឃើញផ្ទាល់ភ្នែកនិងបានជួបរឿងដែលចម្លែកដោយខ្លួនឯងរៀងរាល់យប់នៅភូមិព្រៃច័ន្ទហាក់ដូចជាប្រែទៅជាកន្លែងផ្សេងមួយផ្លូវដីដែលធ្លាប់ស្ងាត់បែរជាមានសំឡេងជើងដើរលាន់ឮ
ពេលខ្លះជាងដែលគ្មានមនុស្សណាម្នាក់នៅទីនោះសោះខ្យល់ត្រជាក់តែងតែបក់ចេញពីទិសផ្លូវតឡុងហើយពេលខ្លះគេអាចឮសំឡេងមនុស្សចាស់ម្នាក់ដកដង្ហើមធ្ងន់ធ្ងរនៅក្នុងភាពងងឹតនៅក្នុងចំណោមអ្នកភូមិទាំងអស់មានក្មេងប្រុសម្នាក់ឈ្មោះថារ៉ាអាយុប្រហែលជា14ឆ្នាំរ៉ាជាក្មេងកំព្រារស់នៅជាមួយយាយរបស់ខ្លួនក្មេងម្នាក់នេះមានរឿងចម្លែកមួយដែលអ្នកភូមិជាច្រើនមិនបានដឹងតាំងពីតូចមកគេអាចមើលឃើញអ្វីដែលមនុស្សធម្មតាមើលមិនឃើញពេលខ្លះគេឃើញមនុស្សដើរកាត់វាលស្រែទៀងកណ្ដាលយប់ហើយបាត់ខ្លួននៅពេលដែលដើរទៅជិតពេលខ្លះគេឃើញស្ត្រីម្នាក់អង្គុយសិតសក់នៅមាត់ស្រះប៉ុន្តែពេលអ្នកផ្សេងទៅមើលគ្មានអ្នកណានៅទីនោះឡើយដោយសារតែរឿងនេះរ៉ាមិនសូវនិយាយជាមួយអ្នកណាទេគេដឹងថាបើនិយាយចេញទៅមនុស្សនឹងគិតថាគេឈួតជាមិនខានប៉ុន្តែនៅយប់បន្ទាប់ពីរឿងដែលកើតឡើងនៅផ្ទះរបស់ច័ន្ទរ៉ាបានឃើញអ្វីមួយដែលធ្វើឲ្យគេស្ទើរតែបាត់បង់ស្មារតីយប់នោះមានព្រះច័ន្ទពេញវង់រ៉ាកំពុងដើរទៅយកទឹកនៅអណ្ដូងខាងក្រោយផ្ទះពេលគេបោចធុងទឹកពីអណ្ដូងគេស្រាប់តែមានសំឡេងអ្វីមួយនៅពីក្រោយខ្នងដូចជាមានមនុស្សដែលកំពុងដើរយឺតនៅលើស្លឹកឈើស្ងួតលន់សូរស្រែករ៉ាក៏បានបែរខ្នងទៅមើលហើយអ្វីដែលគេឃើញបានធ្វើឲ្យក្នុងខ្លួនរបស់គេត្រជាក់ស្ទើរតែដាច់ខ្យល់នៅក្រោមដើមពោធិ៍ចាស់មួយនេះមានបុរសចំណាស់ម្នាក់បានកំពុងតែឈរនៅទីនោះគាត់ស្គមខ្លាំងណាស់សម្លៀកបំពាក់រហែកចាស់ភ្នែកខ្មៅងងឹតមុខស្លេកដូចជាមនុស្សស្លាប់ហើយដៃម្ខាងរបស់គាត់កំពុងតែកាន់សៀវភៅចាស់មួយក្បាលពេលនោះរ៉ាបានស្គាល់ភ្លាមថានោះគឺជាតាឡុងប៉ុន្តែអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតគឺតាឡុងមិនបានមើលមករ៉ានោះទេគាត់កំពុងសម្លឹងទៅកាន់ផ្ទះអ្នកភូមិមួយចំនួនហើយពេលដែលគាត់បើកសៀវភៅនោះឈ្មោះមនុស្សម្នាក់នឹងលេចឡើងនៅលើទំព័របន្ទាប់មកគាត់នឹងងើបមុខឡើងហើយសម្លឹងទៅផ្ទះរបស់មនុស្សនោះរ៉ាមើលដោយភ័យញ័រគេមិនដឹងថានោះជាសៀវភៅអ្វីនោះទេប៉ុន្តែគេមានអារម្មណ៍ថាវាជាបញ្ជីអ្វីមួយបញ្ជីដែលទាក់ទងនឹងអ្នកភូមិភ្លាមនោះតាឡុងបានបិទសៀវភៅហើយក៏បែរមុខមករករ៉ាយឺតរ៉ាមានអារម្មណ៍ថាបេះដូងរបស់គេចិត្តផ្ទុះចេញពីទ្រូងទៅហើយពីព្រោះវាជាលើកដំបូងខ្មោចនោះបានដឹងថាគេអាចមើលឃើញវាអ្នកទាំងពីរសម្លឹងមកគ្នាជាច្រើនវិនាទីហើយបន្ទាប់មកតាឡុងបាននិយាយមួយម៉ាត់ថាក្មេងអើយប្រាប់ពួកគេទៅថាពេលវេលានៅសល់មិនច្រើនទេនិយាយចប់ស្រមោលរបស់គាត់ក៏រលាយបាត់នៅក្នុងអប្សីរ៉ាឈររឹងខ្លួននៅទីនោះជាយូរមកហើយមុននឹងរត់មកចូលផ្ទះទាំងញ័រខ្លួននៅព្រឹកថ្ងៃបន្ទាប់គេបានសម្រេចចិត្តទៅប្រាប់មេភូមិនៅពេលដំបូងមេភូមិមិនជឿគេនោះទេប៉ុន្តែពេលរ៉ាពិពណ៌នាអំពីសៀវភៅចេះដែលតាឡុងកាន់អ្នកចាស់ក្នុងភូមិមួយចំនួនស្រាប់តែស្លេកមុខជាខ្លាំងពួកគេបាននឹកឃើញរឿងមួយកាលពីនៅរស់តាឡុងមានសៀវភៅកត់បំណុលមួយក្បាលនៅក្នុងនោះមានឈ្មោះមនុស្សគ្រប់គ្នាដែលបានធ្លាប់ខ្ចីលុយខ្ចីគោខ្ចីរបស់របរឬធ្វើបាបគាត់តាឡុងតែងយកសៀវភៅនោះតាមខ្លួនជានិច្ចហើយនៅថ្ងៃដែលគាត់ស្លាប់មានអ្នកណាដឹងទេថាសៀវភៅនោះបាត់ទៅណាទេពេលឮដូច្នេះអ្នកភូមិជាច្រើនចាប់ផ្ដើមភ័យស្លន់ស្លោប្រសិនបើខ្មោចតាឡុងកំពុងកាន់សៀវភៅនោះមែនមានន័យថាគាត់កំពុងតាមរកមនុស្សតាមបញ្ជីហើយសំណួរដែលធ្វើឲ្យគ្រប់គ្នាភ
ភ័យខ្លាចបំផុតនោះគឺតើឈ្មោះបន្ទាប់នៅក្នុងសៀវភៅគឺជាអ្នកណានៅយប់ដដែលនោះខណៈពេលដែលអ្នកភូមិកំពុងប្រជុំគ្នានៅឯវត្តស្រាប់តែមានស្ត្រីម្នាក់បានរត់មកទាំងដង្ហក់ខ្យល់និងស្រែកយំយ៉ាងខ្លាំងឲ្យគេជួយគាត់និយាយថាប្តីខ្ញុំបាត់ខ្លួនហើយអ្នកភូមិទាំងអស់បានងាកទៅមើលនាងភ្លាមហើយស្ត្រីនោះគឺជាប្រពន្ធរបស់នាយច័ន្ទហើយនៅពេលដែលពួកគេនាំគ្នាទៅដល់ផ្ទះរបស់ច័ន្ទអ្វីដែលពួកគេបានឃើញនៅក្នុងបន្ទប់គេងបានធ្វើឲ្យមនុស្សទាំងអស់ឈរដោយនិយាយមិនចេញដោយសារតែនៅលើគ្រែនោះមានតែសៀវភៅចាស់មួយក្បាលប៉ុណ្ណោះហើយទំព័រដែលបើកចំហនោះមានឈ្មោះថាច័ន្ទត្រូវបានគូសខ្វែងដោយសញ្ញាពណ៌ក្រហមដូចជាឈាមពេលដែលអ្នកភូមិបានឃើញសៀវភៅចាស់មួយក្បាលនៅលើគ្រែរបស់ច័ន្ទគ្រប់គ្នាស្ទើរតែឈរនិយាយមិនចេញខ្យល់មួយបានបក់ចូលមកតាមបង្អួចដែលបើកចំហហើយទំព័រសៀវភៅជាច្រើនសន្លឹកក៏រវើកឡើងដោយខ្លួនឯងមេភូមិដើរចូលទៅជិតយឺតបេះដូងរបស់គាត់លោតញាប់រហូតដល់ស្ដាប់ឮច្បាស់នៅក្នុងត្រចៀកពេលគាត់បើកមើលទំព័របន្ទាប់គ្រប់គ្នាស្រាប់តែស្លេកមុខយ៉ាងខ្លាំងដោយនៅក្នុងសៀវភៅនោះមានឈ្មោះអ្នកភូមិជាច្រើនអ្នកត្រូវបានគូសខ្វែងដោយសញ្ញាពណ៌ក្រហមខ្លះនៅមិនទាន់មានសញ្ញាអ្វីឡើយឈ្មោះសែមត្រូវបានគូសរួចហើយឈ្មោះច័ន្ទក៏ត្រូវបានគូសរួចដែរប៉ុន្តែនៅខាងក្រោមមានឈ្មោះមួយទៀតដែលមិនទាន់ត្រូវបានគូសគឺឈ្មោះតាម៉ៅអ្នកភូមិមួយចំនួនបានងាកមុខគ្នាព្រោះតាម៉ៅជាមនុស្សដែលធ្លាប់មានរឿងជាមួយនឹងតាឡុងខ្លាំងជាងគេកាលពី10ឆ្នាំមុនតាម៉ៅធ្លាប់ខ្ចីលុយរបស់តាឡុងជាច្រើនពាន់ដុល្លារដើម្បីទៅទិញដីពេលរកស៊ីបានហើយគាត់មិនត្រឹមតែមិនសងប៉ុណ្ណោះទេថែមទាំងជេរប្រមាថតាឡុងនៅមុខអ្នកភូមិទៀតផងអ្នកខ្លះថែមទាំងបានឮគាត់និយាយថាចាស់នឹងស្លាប់ទៅក៏គ្មានអ្នកណាខ្វល់នោះដែរឥឡូវនេះឈ្មោះរបស់គាត់កំពុងស្ថិតនៅក្នុងទំព័របន្ទាប់ហើយនៅពេលដំណឹងនេះបានឮទៅដល់តាម៉ៅគាត់ខឹងយ៉ាងខ្លាំងហើយគាត់មិនជឿរឿងខ្មោចនោះទេគាត់បាននិយាយថាអ្នកភូមិកំពុងតែបង្កើតរឿងដើម្បីបន្លាចគាត់យប់នោះគាត់ថែមទាំងផឹកស្រាក្រវ៉ឹងហើយស្រែកនៅមុខផ្ទះថាបើខ្មោចតាឡុងមានមែនឲ្យវាមករកអញចុះអញនៅចាំវានៅទីនេះអ្នកភូមិជាច្រើនដែលឮសម្ដីនោះសុទ្ធតែមានអារម្មណ៍មិនស្រួលនៅក្នុងចិត្តព្រោះចាប់តាំងពីរឿងនោះកើតឡើងមកមនុស្សដែលហ៊ានប្រមាថតាឡុងមិនដែលមានចុងល្អឡើយយប់កាន់តែជ្រៅខ្យល់កាន់តែត្រជាក់សត្វឆ្កែនៅក្នុងភូមិចាប់ផ្ដើមព្រុសខ្លាំងឡើងម្ដងទៀតតាម៉ៅដែលស្រវឹងស្រាបានចូលដេកដោយមិនខ្វល់ពីអ្វីទាំងអស់ប៉ុន្តែប្រហែលជាម៉ោង3ទៀបភ្លឺគាត់ស្រាប់តែភ្ញាក់ឡើងដោយសារអារម្មណ៍ចម្លែកមួយគាត់មានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែឈរមើលគាត់ពេលនោះតាម៉ៅបើកភ្នែកយឺតហើយនៅជ្រុងបន្ទប់របស់គាត់មានមនុស្សម្នាក់ឈរនៅទីនោះដែលមានស្រមោលខ្មៅវែងមួយឈរនៅយ៉ាងស្ងៀមដោយមិនកំរើកនោះឡើយតាម៉ៅគិតថាខ្លួននៅស្រវឹងគាត់ខំញីភ្នែកម្ដងហើយម្ដងទៀតប៉ុន្តែស្រមោលនោះនៅតែឈរបន្តិចម្ដងវាចាប់ផ្ដើមដើរចូលមកជិតគាត់រហូតដល់គាត់មើលឃើញច្បាស់ហើយក៏ស្គាល់មុខភ្លាមថាគឺជាតាឡុងប៉ុន្តែភ្នែករបស់គាត់លែងដូចមុនទៀតហើយវាខ្មៅងងឹតដូចជារណ្ដៅដែលគ្មានបាតមុខស្លេកស្លាំងស្បែកជ្រីវជ្រួញដូចជាសាកសពដែលកប់យូរឆ្នាំតាឡុងនៅឈប់នៅចុងគ្រែហើយនិយាយពាក្យមួយឃ្លាថាមកជាមួយអញតាម៉ៅស្ទុះក្រោកឡើងភ្លាមគាត់រត់ចេញពីផ្ទះទៀងមិនបានពាក់ស្បែកជើង
រត់កាត់ផ្លូវក្នុងភូមិរត់កាត់វាលស្រែរត់ដោយមិនដឹងថាខ្លួនឯងកំពុងតែទៅទីណានៅពីក្រោយគាត់សំឡេងជើងមួយកំពុងដើរតាមយឺតមិនថាគាត់រត់លឿនប៉ុណ្ណានោះទេសំឡេងនោះនៅតែលឺចិត្តគាត់ដដែលដូចជាមនុស្សចាស់ម្នាក់កំពុងអូសជើងដើរលើស្មៅដែលសើមនៅពេលព្រឹកឡើងតាម៉ៅបានបាត់ខ្លួនអ្នកភូមិនាំគ្នាដើររកពេញមួយថ្ងៃរកនៅក្នុងព្រៃរកតាមស្រះរកនៅជុំវិញធ្នរតឡុងប៉ុន្តែគ្មានអ្នកណាឃើញគាត់ឡើយរហូតដល់ល្ងាចក្មេងគង្វាលគោម្នាក់បានរត់មកប្រាប់ថាខ្លួនបានឃើញអ្វីមួយនៅវាលស្រែចាស់អ្នកភូមិជាច្រើននាំគ្នារត់ទៅមើលភ្លាមហើយអ្វីដែលពួកគេបានឃើញនឹងធ្វើឲ្យមនុស្សស្រីខ្លះដួលសន្លប់ភ្លាមនៅកណ្ដាលវាលស្រែដោយសារនៅទីនោះមានស្នាមជើងរាប់រយស្នាមដូចជាមានមនុស្សជាច្រើនដើរជុំវិញទីនោះពេញមួយយប់ប៉ុន្តែនៅកណ្ដាលស្នាមជើងទាំងនោះមានតែស្បែកជើងរបស់តាម៉ៅមួយគូប៉ុណ្ណោះគ្មានសាកសពគ្មានឈាមគ្មានសម្លៀកបំពាក់និងគ្មានសល់ស្លាកស្នាមអ្វីទាំងអស់ដូចជាគាត់បានបាត់ចេញពីពិភពលោកនេះទាំងរស់ដូច្នេះឯងហើយនៅលើដីក្បែរស្បែកជើងនោះមានក្រដាសចាស់មួយសន្លឹកមេភូមិរើសវាឡើងដោយដៃញ័រដោយនៅលើក្រដាសនោះមានអក្សរពណ៌ក្រហមសរសេរថាបំណុលខ្លះមិនអាចសងដោយលុយបានទេនៅសល់3នាក់ទៀតពេលអានដល់ប្រយោគចុងក្រោយអ្នកភូមិទាំងអស់ស្រាប់តែងាកមើលមុខគ្នាពីព្រោះគ្រប់គ្នាដឹងថានៅក្នុងសៀវភៅរបស់តាឡុងនៅមានឈ្មោះមនុស្ស3នាក់ទៀតដែលមិនទាន់ត្រូវបានគូសចេញបន្ទាប់ពីការបាត់ខ្លួនរបស់តាម៉ៅភូមិព្រៃចន្ទទីទាំងមូលបានធ្លាក់ចូលទៅក្នុងភាពភ័យខ្លាចបន្ទាប់ពីការបាត់ខ្លួនរបស់តាម៉ៅភូមិព្រៃចន្ទទាំងមូលបានធ្លាក់ចូលទៅក្នុងភាពភ័យខ្លាចដែលមិនធ្លាប់មានពីមុនមកពេលនេះមានអ្នកណាសង្ស័យទៀតទេថាមានអ្វីមួយកំពុងដើរតាមអ្នកដែលមានឈ្មោះបន្ទាប់ពីការបាត់ខ្លួនរបស់តាម៉ៅភូមិព្រៃចន្ទទាំងមូលបានធ្លាក់ចូលទៅក្នុងភាពភ័យខ្លាចដែលមិនធ្លាប់មានពីមុនមកពេលនេះគ្មានអ្នកណាសង្ស័យទៀតទេថាមានអ្វីមួយដែលកំពុងដើរតាមអ្នកដែលមានឈ្មោះនៅក្នុងសៀវភៅរបស់តាឡុងមនុស្សមួយចំនួនចាប់ផ្ដើមយកធូបយកទៀនទៅអុជនៅផ្លូវតាឡុងអ្នកខ្លះយកលុយដែលធ្លាប់ជំពាក់ទៅដាក់នៅទីនោះអ្នកខ្លះទៀតបានយំសុំទោសនៅមុខផ្លូវប៉ុន្តែអ្វីហាក់ដូចជាយឺតពេលទៅហើយនៅក្នុងសៀវភៅនៅសល់3នាក់ទៀតហើយម្នាក់នៅក្នុងចំណោមពួកគេគឺស្ត្រីម្នាក់ឈ្មោះថាយាយនឿនកាលពីនៅរស់តាឡុងធ្លាប់ឲ្យនាងខ្ចីមាសមួយដំឡឹងដើម្បីដោះស្រាយបញ្ហាគ្រួសារយាយនឿនបានសន្យាថានឹងសងវិញក្នុងរយៈពេល1ឆ្នាំប៉ុន្តែ1ឆ្នាំបានក្លាយជា5ឆ្នាំ5ឆ្នាំបានក្លាយជា10ឆ្នាំចុងក្រោយនាងធ្វើដូចជាផ្លេចរឿងទាំងអស់នោះពេលអ្នកភូមិប្រាប់ថាឈ្មោះរបស់នាងនៅក្នុងសៀវភៅនោះយាយនឿនភ័យរហូតដល់ដៃជើងត្រជាក់នាងបានទៅវត្តបាននិមន្តព្រះសង្ឃមកសូត្រមន្តបានយកធូបយកទៀននិងផ្លែឈើទៅសែននៅផ្លូវតាឡុងប៉ុន្តែចាប់ពីថ្ងៃនោះមកនាងចាប់ផ្ដើមឮសំឡេងចម្លែកជារៀងរាល់យប់ដំបូងវាគ្រាន់តែជាសំឡេងដើរជុំវិញផ្ទះបន្ទាប់មកវាคล้ายជាសំឡេងដកដង្ហើមនៅក្រោមបង្អួចរបស់គាត់ហើយនៅយប់ទី3សំឡេងនោះបានមកដល់មុខទ្វារផ្ទះរបស់គាត់គឺសំឡេងគាត់ទ្វារយឺតបានលាន់លឺឡើងយាយនឿនបានមើលនាឡិកាគឺម៉ោង3ទៀបភ្លឺយាយនឿនអង្គុយស្ងៀមនៅលើគ្រែមិនហ៊ានចេញទៅមើលនោះទេសំឡេងគាត់ទ្វារបានលាន់លឺម្ដងហើយម្ដងទៀតលើកនេះខ្លាំងជាងមុនកូនប្រុសរបស់គាត់ក៏ភ្ញាក់ដែរគាត់សួរថាម៉ែ
អ្នកណាមកកោះទ្វារមែនទេយាយនឿនញ័រទាំងខ្លួនព្រោះយាយនឿនបាននឹកឃើញរឿងមួយមុនពេលដែលសែមគាត់ស្លាប់នោះថាគាត់ក៏ឮសំឡេងកោះទ្វារដូចគ្នានេះដែរមុនពេលច័ន្ទបាត់ខ្លួនគាត់ក៏ឮសំឡេងកោះទ្វារដូចគ្នាហើយនៅមុនពេលតាម៉ៅបានបាត់ខ្លួនអ្នកជិតខាងបានឮសំឡេងកោះទ្វារដូចគ្នានេះដែរលើកនេះសំឡេងបានប្រែជាខ្លាំងរហូតដល់មាននរណាម្នាក់កំពុងតែបើកទ្វារដូចនេះភ្លាមនោះមានសំឡេងបុរសចំណាស់ម្នាក់បានលាន់ឮពីខាងក្រៅលឿនបើកទ្វារយាយលឿនស្ទើរតែសន្លប់នាងស្គាល់សំឡេងនេះច្បាស់ណាស់វាគឺជាសំឡេងរបស់តាឡុងកូនប្រុសរបស់យាយលឿនប្រញាប់យកពិលទៅកាន់ទ្វារហើយយាយលឿនប៉ុន្តែយាយលឿនស្ទុះទៅចាប់ដៃគាត់ភ្លាមហើយនិយាយទៅកាន់កូនប្រុសគាត់ថាកុំបើកដាច់ខាតអ្នកទាំងពីរអង្គុយអោបគ្នានៅជ្រុងបន្ទប់ខណៈសំឡេងកោះទ្វារនៅតែបន្តឡើង1ម៉ោងទៅ2ម៉ោងរហូតដល់ជិតភ្លឺទើបអ្វីស្ងប់ទៅវិញពេលព្រឹកឡើងអ្នកភូមិជាច្រើនបានមកមើលនៅមុខទ្វារគ្មានមនុស្សណាម្នាក់ឡើយប៉ុន្តែនៅលើទ្វារឈើរបស់ផ្ទះទីយាយលឿនមានស្នាមក្រញ៉ាំវែងជា5ខ្សែដូចជាមានអ្វីមួយបានខ្វាចវាពេញមួយយប់នៅកណ្ដាលស្នាមនោះមានអក្សរមួយឃ្លាឆ្លាក់ចូលទៅក្នុងឈើយ៉ាងជ្រៅបានសរសេរថានៅសល់2នាក់ទៀតពេលដែលឃើញអក្សរនោះអ្នកភូមិទាំងអស់ស្ងាត់មាត់ទៀតព្រោះវាមានន័យថាយាយលឿនគឺជាឈ្មោះបន្ទាប់ដែលត្រូវបានគូសចេញពីទីភៅហើយនៅសល់តែ2នាក់ទៀតប៉ុណ្ណោះប៉ុន្តែអ្វីដែលគ្មានអ្នកណាដឹងនោះឡើយគឺនៅយុគដដែលនោះរ៉ាដែលជាក្មេងប្រុសអាចមើលឃើញខ្មោចគាត់បានមើលឃើញតាឡុងម្ដងទៀតលើកនេះតាឡុងមិនមែននៅម្នាក់ឯងទេនៅពីក្រោយគាត់មានស្រមោលខ្មៅ2នាក់កំពុងដើរតាមហើយស្រមោលទាំងពីរនោះគឺជាមុខរបស់សែននិងតាម៉ៅយុគនោះគឺជាយុគដែលរ៉ាមិនអាចបំភ្លេចបានអស់ពេញមួយជីវិតក្រោយពេលឃើញតាឡុងនៅក្បែរវាលស្រែចាស់ក្មេងប្រុសម្នាក់នេះបានលាក់ខ្លួននៅពីក្រោយដើមត្នោតធំមួយហើយសម្លឹងមើលទៅកាន់អាប់ដុះក្រាស់ដែលកំពុងតែគ្របដណ្ដប់នៅលើវាលស្រែទាំងមូលខ្យល់ត្រជាក់បក់មកម្ដងរហូតធ្វើឲ្យស្លឹកស្មៅញ័ររវីរវល់ហើយបេះដូងរបស់គេក៏លោតញាប់ខ្លាំងមិនចាញ់គ្នាដែរនៅចំពោះមុខគេតាឡុងកំពុងតែឈរស្ងៀមនៅកណ្ដាលអាប់ដុះក្រាស់នោះដូចជាមានមនុស្សម្នាក់ដែលកំពុងតែរងចាំអ្វីមួយមកជាយូរឆ្នាំមកហើយដៃម្ខាងរបស់គាត់កាន់សៀវភៅចាស់មួយក្បាលដែលនៅពីក្រោយគាត់មានស្រមោល2នាក់ឈរដោយមិនកម្រើកដូចជារូបសំណាកពេលរ៉ាសម្លឹងមើលឲ្យច្បាស់គេក៏ស្គាល់ថាស្រមោលទាំងពីរនោះគឺសែននិងតាម៉ៅដែលបានស្លាប់និងបាត់ខ្លួនកាលពីពេលកន្លងមកមុខរបស់អ្នកទាំងពីរគ្មានទឹកមុខគ្មានអារម្មណ៍ហើយភ្នែករបស់ពួកគេដូចជាគ្មានព្រលឹងនៅសល់ទៀតឡើយរ៉ាឈររឹងខ្លួនដោយភាពភ័យខ្លាចគេធ្លាប់ឃើញខ្មោចជាច្រើនដងមកហើយប៉ុន្តែមិនដែលឃើញទឹកជាតិបែបនេះឡើយវាមិនមែនជាវិញ្ញាណធម្មតាទេវាហាក់ដូចជាក្រុមមនុស្សស្លាប់ដែលកំពុងដើរតាមអ្នកដឹកនាំម្នាក់ហើយអ្នកដឹកនាំនោះគឺជាតាឡុងមួយសន្ទុះក្រោយមកតាឡុងក៏បើកសៀវភៅចាស់នោះយឺតទំព័រមួយបានរលាស់ឡើងដោយខ្លួនឯងដូចជាមានខ្យល់អាចកំបាំងកំពុងបក់កាត់រ៉ាខំប្រឹងសម្លឹងមើលឲ្យច្បាស់តាមដែលអាចធ្វើទៅបាននៅលើទំព័រនោះមានឈ្មោះ2នាក់សរសេរជាអក្សរធំម្នាក់ឈ្មោះថាយាយលឿននិងម្នាក់ទៀតឈ្មោះថាតាជឿន
នៅពេលរាបានឃើញឈ្មោះទាំងនោះគេមានអារម្មណ៍ថាឈាមក្នុងខ្លួនត្រជាក់ស្ទើរតែឈប់រត់ទៅហើយព្រោះគេដឹងថាមនុស្សទាំងពីរនាក់នេះសុទ្ធតែធ្លាប់មានរឿងជាមួយនឹងតាឡុងកាលពីនៅរស់តាជឿនគឺជាបុរសម្នាក់ដែលអ្នកភូមិជាច្រើនមិនសូវចូលចិត្តគាត់មានលុយមានដីច្រើនហើយចូលចិត្តប្រើអំណាចគៀបសង្កត់អ្នកក្រខ្លាំងណាស់កាលពីជាច្រើនឆ្នាំមុនតាឡុងធ្លាប់ទៅធ្វើការឲ្យគាត់ជិត3ខែដើម្បីរកលុយព្យាបាលប្រពន្ធដែលកំពុងតែឈឺធ្ងន់តែពេលទៅដល់ថ្ងៃបើកប្រាក់ខែតាជឿនបែរជាបដិសេធមិនព្រមបង់ប្រាក់ឲ្យគាត់បានចោទថាតាឡុងខ្ជិលនឹងធ្វើការមិនបានល្អទោះបីជាតាឡុងខំអង្វរក៏ដោយក៏តាជឿននៅតែមិនព្រមឲ្យប្រាក់មកគាត់ដែរថែមទាំងដេញគាត់ចេញពីផ្ទះទៀតផងថ្ងៃនោះអ្នកភូមិជាច្រើនបានឃើញតាឡុងដើរត្រឡប់មកផ្ទះវិញទាំងទឹកភ្នែកប៉ុន្តែដោយសារគាត់ជាមនុស្សស្លូតបូតគាត់មិនដែលសងសឹកឬបង្កជំនួសជាមួយអ្នកណាទេខណៈតារាកំពុងគិតដល់រឿងទាំងនេះស្រាប់តែតាឡុងងើបមុខឡើងហើយសម្លឹងមករកទេផ្ទាល់ភ្លាមនោះចោលដែលនៅជុំវិញកន្លែងនោះស្រាប់តែត្រជាក់ខ្លាំងជាងមុនសូម្បីតែអាប់ដាក៏ចាប់ផ្ដើមវិលជុំវិញខ្លួនតាឡុងដូចជាខ្យល់គួចរាចង់រត់ប៉ុន្តែជើងរបស់គេមិនអាចកម្រើកបានគេអាចត្រឹមតែឈរសម្លឹងមើលដោយភាពភ័យស្លន់ស្លោប៉ុណ្ណោះតាឡុងនិយាយដោយសំឡេងស្អកថាពួកគេមិនយល់ទេរាស្ដាប់ដោយមិនហ៊ានដកដង្ហើមខ្លាំងបន្ទាប់មកតាឡុងបន្តទៀតថាមនុស្សគ្រប់គ្នាខ្លាចខ្មោចប៉ុន្តែគ្មានអ្នកណាខ្លាចបាបរបស់ខ្លួនសំឡេងនេះហាក់ដូចជាចេញពីកន្លែងឆ្ងាយណាស់ទោះបីជាគាត់កំពុងតែឈរនៅមុខរាក៏ដោយអញមិនមែនមកយកជីវិតពួកគេទេអញមកយកការសារភាពអញមកយកយុត្តិធម៌ដែលអញមិនដែលបានទទួលពាក្យទាំងនោះបានធ្វើឲ្យរាភ្ញាក់ផ្អើលព្រោះតាំងពីដំបូងមកអ្នកភូមិគ្រប់គ្នាគិតថាតាឡុងកំពុងតាមសម្លាប់អ្នកដែលធ្លាប់ធ្វើបាបគាត់ប៉ុន្តែពេលនេះវាហាក់ដូចជាមិនមែនបែបនោះឡើយអ្វីដែលតាឡុងចង់បានគឺការទទួលស្គាល់កំហុសនិងការសារភាពពីមនុស្សដែលធ្លាប់ធ្វើបាបតាឡុងបានបិទសៀវភៅយឺតរួចនិយាយមួយឃ្លាចុងក្រោយថាបើពួកគេនៅតែរត់គេចពួកគេនឹងត្រូវដើរតាមអញនិយាយចប់ស្រមោលរបស់គាត់សែននិងតាម៉ៅក៏ចាប់ផ្ដើមរលាយចូលទៅក្នុងអាបាត់បន្តិចម្ដងមិនដល់1នាទីផងទីនោះក៏នៅសល់តែវាលស្រែស្ងាត់ជ្រងំនិងខ្យល់ត្រជាក់ដដែលរាឈរនៅទីនោះមួយសន្ទុះធំមុននឹងរត់ត្រឡប់ទៅផ្ទះវិញប៉ុន្តែគេមិនអាចដេកលក់បានឡើយនៅក្នុងយប់នោះពីរបស់តាឡុងនៅតែដក់ជាប់នៅក្នុងខួរក្បាលរបស់គេជាពិសេសប្រយោគចុងក្រោយនោះដែលគាត់បាននិយាយថាបើពួកគេនៅតែរត់គេចពួកគេនឹងត្រូវដើរតាមអញនៅពេលនោះរាមិនទាន់ដឹងទេថាអ្វីដែលតាឡុងបាននិយាយគឺជាការព្រមានដ៏គួរឲ្យខ្លាចបំផុតមួយព្រោះនៅយប់បន្ទាប់មានមនុស្សម្នាក់ទៀតដែលនៅក្នុងបញ្ជីនោះនឹងបាត់ខ្លួនហើយវិញ្ញាណដែលដើរតាមតាឡុងនឹងកើនចំនួនឡើងម្នាក់ទៀតក្រោយពីរាបានឃើញតាឡុងនិងវិញ្ញាណ2នាក់ដែលដើរតាមពីក្រោយព័ត៌មាននោះបានរីកសាយពេញភូមិព្រៃច័ន្ទទាំងមូលពេលនេះអ្នកភូមិភាគច្រើនចាប់ផ្ដើមជឿថាអ្វីដែលកំពុងកើតឡើងមិនមែនជារឿងចៃដន្យទៀតឡើយវាគឺជារឿងដែលជាប់ពាក់ព័ន្ធនឹងអំពើដែលពួកគេបានប្រព្រឹត្តពីអតីតកាលប៉ុន្តែក្នុងចំណោមអ្នកដែលនៅសល់ក្នុងបញ្ជី
មានមនុស្សម្នាក់ដែលនៅតែមិនជឿមនុស្សនោះគឺតាជឿនគាត់នៅតែអះអាងថាខ្មោចមិនមានទេគាត់នៅតែជឿថាអ្នកភូមិកំពុងបង្កើតរឿងដើម្បីបន្លាចគាត់ទោះបីជាសែនស្លាប់ទោះបីជាច័ន្ទបានបាត់ខ្លួនទោះបីជាសែនស្លាប់ទោះបីជាច័ន្ទបាត់ខ្លួនទោះបីជាតាម៉ៅរកមិនឃើញសាកសពគាត់ក៏នៅតែមិនខ្វល់នៅល្ងាចមួយអ្នកភូមិជាច្រើនបានទៅជួបនឹងតាជឿនហើយសុំឲ្យគាត់ទៅសែននៅភ្នំតាឡុងសុំឲ្យគាត់សារភាពសុំឲ្យគាត់សុំទោសប៉ុន្តែតាជឿនបែរជាសើចហើយនិយាយថាសុំទោសខ្មោចមែនទេខ្ញុំមិនឈួតទេមនុស្សស្លាប់ហើយគឺចប់ទៅហើយនិយាយចប់គាត់ក៏ដើរចូលផ្ទះដោយមិនខ្វល់ពីអ្វីទាំងអស់នៅយប់នោះមេឃងងឹតខ្លាំងគ្មានផ្កាយគ្មានពន្លឺព្រះច័ន្ទខ្យល់ត្រជាក់បក់ពីទិសវាលស្រែចាស់មកម្ដងតាជឿនដេកលក់តែម្នាក់ឯងនៅក្នុងបន្ទប់ធំរបស់គាត់ប្រហែលជាម៉ោង 3 ជាភ្លឺគាត់ស្រាប់តែភ្ញាក់ឡើងមិនមែនដោយសារសំឡេងទ្វារមិនមែនដោយសារតែសំឡេងខ្យល់ប៉ុន្តែដោយសារតែមានមនុស្សជាច្រើនកំពុងតែឈរនៅក្នុងបន្ទប់តាជឿនងើបឡើងភ្លាមហើយក្នុងខ្លួនរបស់គាត់ក៏ចាប់ផ្ដើមត្រជាក់ស្ទើរតែដាច់ខ្យល់នៅជ្រុងនៃបន្ទប់មានស្រមោលមនុស្សម្នាក់នៅជិតបង្អួចមានស្រមោលមនុស្សម្នាក់ទៀតចំណែកឯនៅមាត់ទ្វារមានម្នាក់ទៀតហើយនៅកណ្ដាលបន្ទប់តាឡុងកំពុងតែឈរសម្លឹងមកគាត់តាជឿនចង់ស្រែកចង់រត់ប៉ុន្តែខ្លួនប្រាណទាំងមូលមិនអាចកម្រើកបាននោះឡើយតាឡុងដើរមកជិតគ្រែយឺតរហូតដល់ឈប់នៅចំពោះមុខតាជឿនបន្ទាប់មកតាឡុងលើកសៀវភៅចាស់នោះឡើងហើយបើកទៅកាន់ទំព័រចុងក្រោយនៅទំព័រនោះមានឈ្មោះតាជឿនតែមួយគត់តាឡុងសម្លឹងទៅកាន់គាត់ហើយនិយាយដោយសំឡេងស្អកថាអញរងចាំពាក្យមួយម៉ាត់អស់ជាច្រើនឆ្នាំតាជឿនចាប់ផ្ដើមភ័យញ័រនេះជាលើកទី1នៅក្នុងជីវិតដែលគាត់មានអារម្មណ៍ថាខ្លួនឯងអស់ផ្លូវរត់តាឡុងបន្តទៀតថាអញមិនដែលចង់បានលុយអញមិនដែលចង់បានដីអញចង់បានតែការទទួលស្គាល់កំហុសប៉ុន្តែឯងមិនដែលឲ្យអញពាក្យទាំងនោះបានធ្វើឲ្យតាជឿនស្រក់ទឹកភ្នែករឿងរ៉ាវទាំងអស់ដែលគាត់ធ្លាប់ធ្វើបានត្រឡប់មកក្នុងចិត្តគាត់វិញការបោកប្រាស់ការកុហកការប្រមាថមនុស្សក្រីក្រការមើលងាយតាឡុងគាត់នឹកឃើញអ្វីគ្រប់យ៉ាងនៅទីបំផុតតាជឿនក៏យំដូចកូនក្មេងហើយនិយាយទាំងសំឡេងញ័រថាខ្ញុំខុសហើយខ្ញុំសុំទោសខ្ញុំពិតជាខុសភ្លាមនោះខ្យល់ក្នុងបន្ទប់ក៏ឈប់បក់ស្រមោលទាំងអស់ក៏ស្ងប់ស្ងាត់ទៅតាឡុងឈរមើលគាត់មួយសន្ទុះហើយជាលើកដំបូងនៅលើទឹកមុខដ៏ស្លេកស្លាំងនោះស្នាមញញឹមស្រាលមួយក៏បានកាត់ឡើងនៅលើមុខរបស់តាឡុងនៅពេលនោះគាត់បានបិទសៀវភៅយឺតហើយបន្ទាប់មករាងកាយរបស់គាត់ក៏ចាប់ផ្ដើមរលាយទៅជាអាប់សែមដែលឈរនៅជ្រុងនៃបន្ទប់និងតាម៉ៅដែលឈរនៅមាត់បង្អួចក៏បានរលាយទៅដែរស្រមោលទាំងអស់បានបាត់ទៅម្ដងម្នាក់មុននឹងបាត់ទាំងស្រុងតាឡុងបាននិយាយពាក្យចុងក្រោយមួយឃ្លាថាឥឡូវនេះអញអាចទៅហើយអ្វីក៏ស្ងប់ស្ងាត់ស្ងប់រហូតដល់ស្ដាប់ឮសំឡេងនៅខាងក្រៅនៅព្រឹកថ្ងៃបន្ទាប់តាជឿនបានទៅវត្តនៅចំពោះមុខអ្នកភូមិទាំងអស់គាត់បានសារភាពអំពីកំហុសដែលខ្លួនធ្លាប់បានធ្វើគាត់បានប្រគល់ដីមួយចំនួនទៅឲ្យវត្តគាត់បានជួយអ្នកក្រីក្រនៅក្នុងភូមិហើយបានសាងសង់ចេតិយតូចមួយនៅជិតភ្នំរបស់តាឡុងចំណែកយាយនឿនក៏បានយកមាសដែលធ្លាប់ជំពាក់នោះទៅធ្វើបុណ្យឧទ្ទិសជូនតាឡុងដែរចាប់តាំងពីថ្ងៃនោះមករឿងចម្លែកទាំងអស់ក៏បានបាត់ទៅគ្មានសំឡេងគោះទ្វារ
នៅម៉ោង3ភ្លឺទៀតនោះទេគ្មានស្រមោលដើរកាត់វាលស្រែទៀតទេគ្មានអ្នកណាឃើញតាឡុងទៀតឡើយប៉ុន្តែរហូតមកដល់សប្តាហ៍ថ្ងៃចាស់នៅក្នុងភូមិព្រៃច័ន្ទនៅតែប្រាប់កូនចៅថាខ្មោចដែលគួរឲ្យខ្លាចបំផុតមិនមែនជាវិញ្ញាណអ្នកស្លាប់ទេប៉ុន្តែវាជាកំហុសដែលមនុស្សរស់ខំលាក់បាំងពេញមួយជីវិតហើយអ្នកខ្លះក៏និយាយថានៅរាត្រីមានអាប់ក្រាស់ជាងធម្មតាតែបើអ្នកដើរកាត់វាលស្រែចាស់នៅក្បែរផ្លូវរបស់តាឡុងអ្នកអាចឮសំឡេងបរិសុទ្ធចំណាស់ម្នាក់ខ្សឹបតិចៗជាមួយនឹងខ្យល់ថាកុំធ្វើបាបអ្នកណាព្រោះថ្ងៃណាមួយអ្នកនឹងត្រូវឆ្លើយតបអំពីចំពោះទង្វើរបស់ខ្លួនសូមអរគុណ